បាទសូមជម្រាបសួរពុកម៉ែបងប្អូនអ្នកចូលចិត្តដាំទុរេនទាំងដៃថ្មីដៃចាស់សម្រាប់ទុរេនបងវិញនៅចូលខែ1ពាក់កណ្ដាលខែ1ជាងខែ1ផ្កាបានវ័យប៉ុណ្ណាហើយបាទសម្រាប់ទុរេននេះវិញផ្កាវ័យទ្រពញ្ញធំផ្កាក្លិនក្រអូបទឹកអំពៅហើយសម្រាប់វីដេអូនេះខ្ញុំនិយាយជួយចែកម្លែកតិចអំពីការថែទាំវគ្គផ្កាវ័យទ្រពញ្ញធំការដាក់ជីដាក់ទឹកនិងការប្រើប្រាស់ថ្នាំសម្រាប់ការដាក់ទឹកផ្កាវ័យប៉ុណ្ណឹងសម្រាប់ខ្ញុំដាក់15ទៅ20នាទីដាក់មួយថ្ងៃខានមួយថ្ងៃយើងដាក់ប៉ុណ្ណឹងដើម្បីកុំឲ្យផ្កាយើងលើសទឹកឬក៏ខ្វះទឹកដើម្បីកុំឲ្យដល់ពេលផ្ការីកផ្កាវាបែកកាលណាដែលយើងដាក់ទឹកច្រើនពេកផ្កាវាលើសទឹកវាបាក់កញ្ញាងឡើងលើវាបាក់ឡើងងអញ្ចឹងអញ្ចឹងដល់ពេលផ្កាវាទៅវាធ្វើឲ្យកាំងសុំកាលណាដែលផ្កាវាបាក់ងឡើងលើវាធ្វើឲ្យតងកេសរញីកេសរឈ្មោះក្នុងផ្កាហ្នឹងវាងអញ្ចឹងវាឃ្លាតឆ្ងាយពីគ្នាវាពិបាកក្នុងការបង្កាត់លំអងកេសរញីឈ្មោះក៏ការក្តឹបមួយទៀតការប្រើប្រាស់ថ្នាំអាហារបំពន់ជំនួយមានដូចជាប៉ុណ្ណឹងយើងត្រូវប្រើថ្នាំជំងឺមានច្រើនប្រភេទមាន copper hydroxide មាន metalaxy propionate មាន Cosep ប៉ុន្តែឈ្មោះថ្នាំទាំងអស់ហ្នឹងយើងយកមួយណាប្រើក៏បានដែរឲ្យតែមានឬក៏មួយទៀត Trichoderma ភេទម្សៅឬក៏ទឹកក៏បានដែរហើយយើងបាញ់ការពារជំងឺនិងសន្សើមប្រៃការពារផ្សិតលេបការមួយទៀតថ្នាំសត្វល្អិតដែលយើងត្រូវការប្រើវ័យនឹងដែរដូចកញ្ចុំផ្កានេះអញ្ចេះវាច្រើនអញ្ចឹងមកកញ្ចុំដល់ពេលយើងអត់បានពិនិត្យមើលច្បាស់លាស់វាសត្វល្អិតវាជ្រកនៅក្រោមហ្នឹងវាធ្វើសម្បុកនៅក្រោមហ្នឹងតែយើងមិនពិនិត្យមើលអត់ច្បាស់នេះអញ្ចឹងដល់យើងមិនបានបាញ់ការពារវាធ្វើឲ្យតកៅឬក៏ជាពួកសត្វស្លាបមួយចំនួនដែលវាស៊ីឬក៏ចៃភ្លើងកណ្ដូបពេលហ្នឹងវាកកេផ្កាហ្នឹងវាធ្វើឲ្យខូចហើយធ្វើឲ្យជ្រុះផ្ការបស់យើងមួយទៀតយើងត្រូវការប្រើអាហារបំពន់សំខាន់ជាងគេគឺកាល់ស្យូមបូរុនយើងប្រើនៅចាប់ពីផ្កាផ្លែក្តាមរហូតដល់ផ្លែជាងចិត្តបេះវ័យ60ថ្ងៃឯងទៅយើងឈប់ប្រើយើងបាញ់ម្ដងឬក៏2ដងក៏បានដែរ3ដងក៏បានបើសិនជាយើងមានលទ្ធភាពគួរប្រើកាល់ស្យូមបូរុនហើយអាហារផ្សំបន្ថែមមានដូចជា NPK ដែកសង្កសីអីបន្ថែមដើម្បីជួយផ្កាហ្នឹងវាធន់ជំងឺធន់នឹងអាកាសធាតុហើយវាជួយធ្វើឲ្យតើមផ្ការបស់យើងនឹងស្វិតវាមិនងាយជ្រុះការដាក់ជីគល់មាន15 3ដើម16 3ដើមឬក៏8 24 ដាក់នៅវ័យទ្រពញ្ញធំនេះម្ដងឬក៏វ័យវគ្គផ្នែកក្តាមបើសិនជាយើងដាក់បានផ្នែកក្តាមម្ដងវ័យនេះក៏យើងអត់បាញ់ដាក់ក៏បានចំណដល់វគ្គក្តាប់ប៉ុនមេដៃយើងដាក់ម្ដងទៀតក៏បានដែរបាទសម្រាប់វីដេអូនេះមានតែប៉ុណ្ណឹងសូមបើសិនជាពុកម៉ែយល់ថាល្អសូមជួយចុច share ចែករំលែកម្នាក់មួយដើម្បីដល់ចំណេះដឹងទាំងអស់គ្នា